បងប្អូនមកទៀតហើយបងប្អូនមកហូបជៀនត្រីប្រានេះបងប្អូនអើយជៀនឡើងហូបងើបងប្អូនបាទមិនហូបមិនជៀនទេនេះបាយព្រឹកបងប្អូនបាយព្រឹកបាទជៀនហូបព្រឹកឡើងបាទហូបតទៅហូបថ្ងៃទៀតទៅលើជៀនឲ្យតែឆ្អិនហើយទេបាទជៀនឲ្យឆ្អិនទៅហើយយើងវាចំណងដែរនឹងជៀនឡើងហូបនឹងងើបងប្អូនអើយនឹងឆ្ងាញ់ហ្នឹងប៉ុណ្ណេះឆ្ងាញ់មកទៀតហើយបាទមើលទៅជីចាប់ផ្ដើមដំបូងបងប្អូនដាក់ខ្លាញ់ដាក់ប្រេងឆាទៅវាច្រើននិดនៅហ្នឹងហើយតែយើងកំពងវាដាក់ភ្លើងល្មមមកឲ្យបងប្អូនដល់បខំវាអត់ក្រហមទេវាទៅជាខ្លោចវិញជាងយើងដាក់ភ្លើងដល់ល្មមឯងយើងអត់ភ្លើងល្មមទៅវាស្អិនទាំងក្នុងទាំងក្រៅចឹងមកតែពេលយើងដាក់ភ្លើងខ្លាំងពេកវាខ្លោចទាំងក្នុងទាំងក្រៅវិញបាទឥឡូវយើងដាក់ភ្លើងល្មមទេហើយយើងចាប់ដើមជៀនវាតែបើវាក្រហមល្អអញ្ចឹងបងឥឡូវវានេះក្រហមខ្លះហ្នឹងបងយើងចាប់ដើមស្រង់វាដាក់លើមកវាស្រស់ខ្លាញ់ណាបាទហើយបើយើងចាប់ទុកវានេះក្រហមល្អណាស់បងប្អូនអើយយើងបានទឹកទៅស្វាយអូស្ងាញ់ហើយមកហើយបងប្អូនអើយប៉ុន្តែយើងអត់មានបាទហមល្អណាស់បងប្អូនទៅប្រើជៀនអញ្ចឹងទៅវាភ្លើងល្មមវាហមល្អឡើយបាទណាឆ្អិនយើងដែលឆ្អិនហើយយើងដាក់ក្នុងចានដាមកនេះបាទហមល្អមានទឹកត្រីនោះជ្រលក់បាច់គោឆ្មាយទៅវាអត់7ហមល្អណាស់បងប្អូនមកស្ងួយបងប្អូនអើយលាក់ខ្លួនឯងនឹងឲ្យភ្លក់ម៉ាត់មើលជាមួយទឹកត្រីច្រវាច់ជាមួយក្រូចឆ្មាបងប្អូនហ្នឹងហើយនេះដាក់ម៉ាត់មើលអែមណាស់បងប្អូនអើយចាប់ងាញ់បងប្អូនមាត់ឡើងញប់ស្កិញហ្នឹងបងប្អូនអើយដាក់បាយម៉ាត់ទាំងប៉ះឆ្អឹងទៀតបងប្អូនដាក់អែមបងប្អូនអែមបងប្អូនទឹកត្រីឈ្មោះឆ្មាបាទអរគុណណាបងប្អូនដែលបានតាមដានវីដេអូខ្ញុំបាទអរគុណទំធំ